តាមផ្នែកម្នាក់ដែលស្គាល់ថាសភៅកណាត់ជាអីហើយសភៅកណាត់ប្រើសម្រាប់ធ្វើអីជាទូទៅយើងតែងតែលើសភៅកណាត់សភៅអីចឹងណាត្រូវអីបងប៉ុន្តែសភៅនេះគឺជាសភៅក្រណាត់សភៅកណាត់គឺ designer សម្រាប់កូនងាយតូចតូចមិនថាកូនងាយទេស្មើតែកូនតូចក៏ប្រើបានដែរកូនងាយ baby ឬក៏ toddler អីហ្នឹងគឺប្រើបានទាំងអស់ទៅសភៅកណាត់គឺខុសពីសភៅកណាត់ក្នុងហើយយើងបោកគក់បានកូនខំកូនទាញយើងទៅអូនញញឹមមិនក៏បានដែរព្រោះយើងបោកគក់បានហើយអ្វីដែលសំខាន់មួយទៀតគឺធន់ទៅនឹងការប្រើប្រាស់ប្រើមួយដឹងមួយប្រើមួយគឺកម្មឆ្នាំហ្មងសភៅហ្នឹងនៅពេលដែលយើងនេះកម្មព្រៀបមួយខ្លួនយើងតើវារបៀបម៉េចវារបៀបម៉េចអញ្ចឹងណាអញ្ចឹងមានពីរក្បាលទីមួយនេះគឺពាក់ព័ន្ធជាមួយនឹងសត្វកសិដ្ឋានមួយនេះពាក់ព័ន្ធជាមួយនឹងសត្វព្រៃអញ្ចឹងបើយើងនិយាយពីទម្រង់សៀវភៅចាំចេះវិញបើយើងនិយាយពីទម្រង់សៀវភៅគឺសៀវភៅរូបរាងអីអត់សូវខុសគ្នាទេតែខុសទីមួយនេះគេនិយាយអំពីសត្វកសិដ្ឋានចំណងជើងសៀវភៅគេ Who's on the Farm អញ្ចឹងយើងមើលសត្វកសិដ្ឋានហ្នឹងឆ្លើយឆ្លងគ្នារបៀបម៉េចអញ្ចឹងហើយខាងក្នុងរៀនបានគេខ្លះអូខេបងអញ្ចឹងសៀវភៅនេះនៅពេលដែលយើងបើកទៅទំព័រដំបូងណាគឺឃើញបែបនេះខ្ញុំឆ្លឆ្ងាយតិចអូខេនេះឃើញបែបនេះគឺគេឃើញទន្សាយហើយទន្សាយនេះគឺគេមានសួរសំណួរលក្ខណៈសភៅនេះលក្ខណៈសភៅកណាត់ប៉ុន្តែមានបែបជារឿងសួរគ្នាខ្លីៗអញ្ចឹងទៅប៉ុន្តែស្របពេលនឹងដែរក៏គេបង្រៀនពាក្យខ្លះដែរថាអូសត្វនេះសត្វអីគេដាក់រូបភាពខ្ញុំដាក់ចឹងតិចគេដាក់រូបភាពហើយគេដាក់សនៅក្នុងហ្នឹងដូចជ្រូកគេដាក់ភីកអីអញ្ចឹងទៅអញ្ចឹងទំព័រដំបូងនេះលើពីប៉តទៅអូពិសេសខ្លាំងណាស់សភៅនេះគឺដូចជា all in one មានគ្រប់មុខហ្មងអញ្ចឹងកន្លែងនេះគឺសភៅនេះខ្ញុំបញ្ជាក់តាមបណ្ដានេះគឺដូចជាសាច់រឿងអញ្ចឹងទន្សាយដើរសួរគេគ្រប់គ្នាដើរសួរសត្វផ្សេងៗគ្នាអញ្ចឹងកន្លែងនេះគឺគេឲ្យយើងខាតទេគឺគេដាក់សត្វហើយគេឆ្លៀតបង្រៀនពីឲ្យមកទៀតចឹងហ្មងហើយខ្ជូរណាគេដេ 3D ចេញក្រៅខ្លួនតូចៗយើងគឺឆាប់អារម្មណ៍មែនទេហ្មងមានគេច្រើនគាត់ចិត្តអីដែលប្លែករូបសត្វក៏រូបសត្វមើលទៅរៀងខ្ជូរដែរអញ្ចឹងនេះចូលដល់ទំព័រនេះបងលឺកណ្ដឹងទៀតនេះសភៅនេះគឺពិសេសមានកណ្ដឹងមានលឺពីប៉តហើយលឺប្រោតដូចថងផ្លាស្ទិកអញ្ចឹងទៀតហើយខ្ញុំចង់បងមើលទៀតថាចូលវាមានមុខងារច្រើនអញ្ចឹងទីសាច់កណ្ដាស់វាអត់ស្អាតទៅតិចវាស្អាតអីមួយខ្វះមួយអត់ខ្វះខាតមួយណាទេហ្មងមិនត្រឹមតែស្អាតតម្លៃសមរម្យមានមុខងារច្រើនទេអ្វីដែលសំខាន់ហ្នឹងគឺសាច់កណ្ដាស់សភៅស្អាត smooth alone អត់មានផយមានឆ្លុះអីទេអត់មានចេញពណ៌មានស្អុយឆ្នាំទេអញ្ចឹងខ្ញុំចង់ធ្វើនេះខ្ញុំទៅធ្វើមួយទៀតក្នុងធ្វើសត្វព្រៃនេះគឺបងនឹងបរៀនអូបានសត្វព្រៃជាច្រើនរួមជាមួយនឹងរូបភាពហើយនឹងអក្សរហើយទំព័រដំបូងគឺលឺដោយសភៅសត្វកសិដ្ឋានហ្នឹងលឺពីប៉ពីប៉អញ្ចឹងទៅហើយគេមានស្វានេះស្វាគេចាប់ដើមសួរនាំអីអញ្ចឹងណាបងហើយនេះតួអង្គគេមានដំរីមានអីដែរមានកពើហើយគេដាក់អក្សរនៅក្រុមហ្នឹងហើយបើនិយាយពីសភាពសាច់កណាត់ស្គកខើឲ្យនិយាយពីសភាពសាច់កណាត់គឺអាឡូហើយ smooth មែនតើបងមួយក្បាលត្រឹមតែ$6អត់សម$6ណាប្រភេទនេះសមលើ$6អញ្ចឹងសត្វស្វាគេចាប់ដើមសួរនាំទៀតហើយចាអញ្ចឹងនេះគេមានសត្វផ្សេងៗមកតែមានមកកង់មានអូទ្រីអីអញ្ចឹងទៅមកឃើញទេគេដាក់មកស្អាតខ្លាំងមែនតើគេមានសត្វប្រវែងមានអីអញ្ចឹងទៅអញ្ចឹងសភៅហ្នឹងលឺកណ្ដឹងដូចគ្នានេះលឺកណ្ដឹងដូចគ្នាលឺប្រោកលឺដូចគ្នាអញ្ចឹងនិយាយទៅសភៅនេះបងមួយនេះប្រើបើអត់ថែបានតែខោក៏5ឆ្នាំដែរអញ្ចឹងអ្នកថាយើងប្រើតកូនតចៅមកនេះនិយាយពីសម្លៃកម្រាស់សភៅមួយស្លឹកដែលគេមានណាបងអត់ស្ដាងទេគេដាក់សម្លៃច្រើនជាន់មែនទែននៅក្នុងហ្នឹងឃើញបងអត់ស្ដាង